Honda Dio របស់ជប៉ុនសុទ្ធឆេះដុំភ្លើងមួយបាត់ហើយតែកាលណាឆេះដុំភ្លើងអញ្ចឹងគឺអាគុយអត់ភ្លើងទេជីអស់ភ្លើងអាគុយតែម្ដងណាហើយដុំភ្លើង Dio នេះយើងមានបងអាចកំងបានហើយសម្រាប់ម៉ូតូនេះខ្ញុំមានការធានារយៈពេល3ខែបញ្ចុះតម្លៃ 40% ណាសម្រាប់ម៉ូតូ Dio នេះហើយម៉ូតូនេះគឺដូរអាគុយថ្មីទៅគឺអត់សាក់អាគុយទេណាម៉ូតូគាត់ខូចអាគុយចាស់ខ្លាំងពេកដល់ពេលដូរអាគុយទៅយើងវាស់មើលភ្លើងទៅគឺឃើញថាអត់សាក់អាគុយទេវាអត់សាក់អាគុយកាលណាអត់សាក់អាគុយជិះមកអស់ភ្លើងអាគុយគឺម៉ូតូដីលេងកើតហើយណានេះអាគុយយើងដាក់ថ្មីយើងដាក់ថ្មីយើងវាស់មើលគឺអត់សាក់អាគុយទេអញ្ចឹងហើយយើងធ្វើការវាស់មើលភ្លើងដែលដុំភ្លើងផលិតចេញមកចូលយកសាក់វានៅពេញអត់ពេលដែលយើងវាស់ទៅគឺឃើញថាបានតែ 5AC ដែរវាខូចខ្លាំងពេកណាអញ្ចឹងពេលយើងវាស់ភ្លើងចេញពីដុំភ្លើងហើយយើងធ្វើការរោម៉ាស៊ីនងងពាក់កណ្ដាលក្រែអីទៅគឺវាឡើងតួលេខខ្ពស់ហើយសម្រាប់ម៉ូតូនេះគឺ 4.5 10 AC ដល់ពេលអញ្ចឹងខូចណាដុំភ្លើងវានៅល្អម៉ាហ្វាគឺបាន40ជាង50 AC 3ហ្វាវាបាន100ជាងព្រោះដុំភ្លើងនេះដុំភ្លើងប្រភេទ3ហ្វាអញ្ចឹងយើងចាក់មើលមួយមកដល់ពេលចាក់មើលមួយឃើញថាដុំភ្លើងវាខូចខ្លាំងពេកចាស់កាលណាខូចខ្លាំងពេកគឺរោទៅអត់ឡើងទេរោទៅបានក្រោម 10 AC ទេដល់ពេលអញ្ចឹងវាខូចដុំភ្លើងអញ្ចឹងសម្រាប់បងតែដូរអាគុយអស់ពិនិត្យមើលអញ្ចឹងផងណាអញ្ចឹងម៉ូតូហ្នឹងយើងធ្វើតែប៉ុណ្្នឹងអូខេ